បាទសួស្តីបងប្អូនថ្នាក់ទី10អស់គ្នាហើយថ្ងៃនេះគ្រូមកបង្ហាញតកតងជាមួយនឹងមេរៀនផែនដីវិទ្យាថ្នាក់ទី10ចំពោះទី1ប្រវត្តិភពផែនដីមេរៀនទី2ភាវរស់នៅអតីតកាលអញ្ចឹងគ្រូសូមធ្វើបទបង្ហាញតកតងជាមួយនឹងមេរៀនទី2ភាវរស់នៅអតីតកាលគោលបំណងគោលបំណងនៃមេរៀននេះបន្ទាប់ពីបងប្អូនទាំងអស់បានរៀនមេរៀននេះចប់គឺបងប្អូនទាំងអស់អាចពន្យល់បានពីប្រវត្តិនៃការវិវត្តរបស់មនុស្សហើយរៀបរាប់ពីប្រវត្តិនៃការវិវត្តរបស់ភាវៈមានជីវិតនៅអតីតកាលហើយបងប្អូនទាំងអស់គ្នាអាចពន្យល់ពាក្យកន្លឹះបាទពាក្យទី1គឺ Homo sapiens បាទ Cenozoic Mesozoic ហើយនឹង Paleozoic ចំណុចទី1ប្រវត្តិមនុស្សត្រូវបានចែកចេញជា3ចំណុចតូចៗទៀតបាទចំណុច 1.1 គឺមនុស្សបច្ចុប្បន្នឬក៏ហៅថា Homo sapiens បាទអញ្ចឹង Homo sapiens គឺមានន័យថាជាអំបូរមនុស្សបច្ចុប្បន្នមានជនជាតិអាហ្វ្រិកអាមេរិកអាស៊ីអឺរ៉ុបបាទគឺស្ថិតនៅក្នុងប្រភេទតែមួយខ្ញុំមានន័យថាមនុស្សនៅលើពិភពលោកទាំងអស់ទោះបីជាជនជាតិអាហ្វ្រិកបាទអាមេរិកអាស៊ីបាទអឺរ៉ុបបាទគឺស្ថិតនៅក្នុងប្រភេទតែមួយបាទមានន័យថាគឺស្ថិតនៅក្នុងអំបូរតែមួយបាទកើតពីអំបូរតែមួយទោះបីជាអ្នកនោះមានពណ៌សម្បុរភ្នែកស្បែកខុសគ្នាក៏ដោយវាកាត់ឡើងប្រហែល250,000ឆ្នាំមុនតាមភស្តុតាងបញ្ជាក់ថា Homo sapiens មានកំណរប្រភេទជាច្រើនពីមនុស្សយុគដំបូងដែលកើតឡើងនៅអាហ្វ្រិកខាងកើតហើយក្រោយមកគឺមានការបំលាស់ទីពីអាហ្វ្រិកចូលទៅអឺរ៉ុបឬក៏អាស៊ីហើយជានៅចន្លោះ7,000ទៅ5,000ឆ្នាំមុនបាទនេះជាអត្ថន័យនៃមនុស្សបច្ចុប្បន្នឬក៏មនុស្ស Homo sapiens បាទចំណុច 1.2 គឺមនុស្សមុន Homo sapiens មនុស្សមុន Homo sapiens គឺជាមនុស្សយុគដំបូងបាទមនុស្សយុគដំបូងមុន Homo sapiens មានដូចជាក្រុម Paleoanthropic ហើយនិងមនុស្ស Axanthropic ហើយក្រុមនីមួយៗនេះគឺមានតាំងពី1,600,000 ឆ្នាំដល់250,000 ឆ្នាំមុនហើយចំណុចទី 1.3 គឺមនុស្សប្រភេទស្វាធំដំបូងបាទអញ្ចឹងប្រភេទស្វាធំដំបូងគឺតកតងនឹងក្រុមស្វាធំបាទអញ្ចឹងអ្នកវិទ្យាសាស្ត្របានផ្ដល់យោបល់ពីការសិក្សាការវិវត្តនៃមនុស្សថាក្រុមស្វាធំដំបូងមានដូចជាបាទទី1គឺស្វា Gory ឬក៏ហៅថា Gorilla បាទហើយទី2គឺអូរ៉ង់អ៊ូតង់ហើយនិងទី3គឺ Chimpanzee អញ្ចឹងក្នុងចំណោមប្រភេទស្វាធំ3ក្រុមនេះបាទអញ្ចឹងអ្នកវិទ្យាសាស្ត្របានធ្វើការប៉ាន់ស្មានថាគឺស្វា Chimpanzee គឺជាប្រភេទដើមបំផុតនៃមនុស្សព្រោះតកតងមួយនឹងការវិភាគ ADN បានបញ្ជាក់ថាស្វា Chimpanzee ហើយនឹងមនុស្សគឺមានប្រភេទ ADN គឺស្រដៀងគ្នាឬក៏ដូចគ្នានឹងមនុស្សបច្ចុប្បន្នហើយនេះជារូបតកតងនឹងប្រភេទស្វាធំមានដូចជា Gorilla បាទស្វាអូរ៉ង់អ៊ូតង់ហើយនឹងប្រភេទស្វា Chimpanzee បាទចំណុច 1.3 មនុស្ស
ប្រភេទស្វាធំបន្តគឺតកតងនឹងដូចជាការផ្អែកទៅលើការវិភាគ ADN របស់អ្នកវិទ្យាសាស្ត្របានគិតថាស្វាជីមប៉ាន់ជីជាប្រភេទដើមបំផុតនៃមនុស្សហើយស្វាជីមប៉ាន់ជីនេះគឺហើយនឹងមនុស្សគឺបំបែកចេញពីបុព្វរួមក្រោយ6លាន500ពាន់លានឆ្នាំមុនបាទចំណុចទី2គឺតកតងនឹងប្រវត្តិភាវៈមានជីវិតបាទអញ្ចឹងបងប្អូនគ្នាត្រូវយល់ពាក្យថាអ្វីទៅជាស័កបាទស័កគឺមានន័យថាគឺជាលំដាប់ធរណីកាលបាទហើយស័កនីមួយៗដូចជាភពផែនដីយើងគឺយើងឆ្លងកាត់នៅស័កចំនួន4រួចមកហើយបាទហើយនៅស័កនីមួយៗគឺមានភាវៈមានជីវិតដែលវិវត្តឬក៏កើតឡើងនៅតាមស័កនីមួយៗបាទអញ្ចឹងចំណុច 2.1 ភាវៈមានជីវិតដែលកើតនៅស័ក Cenozoic បាទគឺចន្លោះពី66លានឆ្នាំមកដល់បច្ចុប្បន្នអញ្ចឹងនៅស័ក Cenozoic នេះគឺតកតងនឹងព្រឹត្តិការណ៍បាទមានព្រឹត្តិការណ៍ជាច្រើនបាទដូចជាតកតងនឹងជីវិតសត្វរុក្ខជាតិបាទដូចជារុក្ខជាតិមានផ្ការុក្ខជាតិស្មៅតកតងមួយការវិវត្តនៃសត្វល្អិតបាទណាក៏មានការកកើតឡើងច្រើននៅក្នុងស័កនេះដែររួមទាំងមនុស្សយើងផងគឺកើតនៅក្នុងស័ក Cenozoic នេះដែរបាទចំណុច 2.2 គឺភាវៈមានជីវិតនៅស័ក Mesozoic បាទចន្លោះពី245ដល់66លានឆ្នាំមុនអញ្ចឹងនៅក្នុងស័កនេះគឺព្រឹត្តិការណ៍មានព្រឹត្តិការណ៍ជាច្រើនដូចជាជីវិតល្មូនតកតងដូចជា Dinosaur ឬក៏ Pterosaur បាទហើយមានរុក្ខជាតិដូចជា Conifer រុក្ខជាតិស៊ីកាតបាទណាបានកកើតឡើងច្រើននៅក្នុងស័កMesozoic អញ្ចឹងគេឲ្យឈ្មោះស័ក Mesozoic នេះថាជាអាយុនៃល្មូនឬក៏យុគនៃល្មូនបាទណាអញ្ចឹងមានន័យថាល្មូនកើតឡើងច្រើននៅក្នុងស័ក Mesozoic បាទហើយនៅចុងស័ក Mesozoic នេះដែរបាទសត្វបាទនៅលើភពផែនដីប្រហែលជា 50% រួមទាំង Dinosaur និង Pterosaur ត្រូវបានវិនិច្ឆ័យសពសូន្យបាទចំណុច 2.3 ភាវៈមានជីវិតនៅស័ក Paleozoic ចន្លោះពី540មកដល់245លានឆ្នាំមុនអញ្ចឹងនៅក្នុងស័កនេះមានព្រឹត្តិការណ៍ជាច្រើនដូចជាភាវៈមានជីវិតមានតែនៅក្នុងទឹកនិងក្នុងមហាសមុទ្របាទដូចជាពពួកខ្យាសមុទ្រដូចជាចន្លេនសត្វបិសាចអាត្រូប៉ូតអញ្ចឹងមានន័យថានៅក្នុងស័ក Paleozoic គឺជីវិតគឺមានតែនៅក្នុងទឹកឬក៏ក្នុងមហាសមុទ្រទេមិនទាន់មានជីវិតបាទនៅលើដីច្រើនទេបាទណាអញ្ចឹងនៅក្នុងស័កនេះគឺសត្វពួកសត្វឆ្អឹងកងដូចជាល្មូនដូចជាបក្សីដូចជាត្រីអីក៏ចាប់ផ្ដើមកកើតបាទកកើតនៅក្នុងទឹកពីច្រើនគឺនៅក្នុងទឹកបាទ2.4 ភាវៈមានជីវិតនៅក្នុងសម័យបុរេកំពូយើងពី 3.8 លានឆ្នាំមុនអញ្ចឹងនៅក្នុងសម័យបុរេកំពូយើងបាទណាមានព្រឹត្តិការណ៍ដូចជាតកតងនឹងប្រភេទរុក្ខជាតិប្លង់តុងដែលបានលេចឡើងហើយផលិតអុកស៊ីហ្សែនដែលប្លង់តុងនោះគឺមានឈ្មោះថា Cyanobacteria ដែលជាបុរេរុក្ខជាតិកើតឡើងដំបូងនៅលើភពផែនដីយើងហើយវាជារុក្ខជាតិប្លង់តុងដែលធ្វើរស្មីសំយោគតាមរយៈការប្រើប្រាស់នៅពន្លឺព្រះអាទិត្យដើម្បីធ្វើរស្មីសំយោគអញ្ចឹងវាកើតឡើងប្រហែលជា2700លានឆ្នាំមុនអញ្ចឹងអុកស៊ីហ្សែនដែលបានភាយទៅក្នុងបរិយាកាសដែលបានបង្កើតដោយរុក្ខជាតិប្លង់តុង Cyanobacteria ក៏បានភាយទៅក្នុងបរិយាកាសហើយផលិតជាតិស្តុបអូโซនបាទហើយការពារពីកាំរស្មីស្វ័យអ៊ុលត្រាពីព្រះអាទិត្យដែលវាមានគ្រោះថ្នាក់ដល់ជីវិតនៅលើភពផែនដីយើងបាទ
បាទអញ្ចឹងមេរៀនយើងគឺត្រូវបានបញ្ចប់បាទនៅត្រឹមនេះហើយជាចុងបញ្ចប់គឺលោកគ្រូមានសំណួរស្រាវជ្រាវបាទដើម្បីឲ្យបងប្អូនទាំងអស់គ្នាបាទយកទៅស្រាវជ្រាវនៅផ្ទះបាទអញ្ចឹងសំណួរស្រាវជ្រាវគឺមានសំណួរទី1ចូលរៀបរាប់ពីប្រវត្តិមនុស្សបាទក្នុងនេះគឺមាន3ចំណុចបងរៀបរាប់ពីប្រវត្តិមនុស្សទី1គឺមនុស្សបច្ចុប្បន្ន Homo sapiens បាទហើយចំណុចទី2គឺបងត្រូវរៀបរាប់ពីប្រវត្តិតទៅនឹងមនុស្សមុន Homo sapiens តើមានប្រភេទអ្វីខ្លះហើយបន្តទៅទៀតគឺបងត្រូវរៀបរាប់ពីមនុស្សប្រភេទស្វាធំធំដំបូងថាមានប្រភេទស្វាធំធំនឹងមានប៉ុន្មានហើយមានអ្វីខ្លះបាទអញ្ចឹងមេរៀនយើងត្រូវបានចប់បាទនៅត្រឹមនេះហើយលោកគ្រូដាក់សំណួរឲ្យតែមួយសំណួរទេបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាហើយជូនពរបងប្អូនទាំងអស់គ្នាជោគជ័យនៅក្នុងការសិក្សាសូមអរគុណ